ថ្ងៃហ្នឹងគឺខ្ញុំមកធ្វើការ free ជាមួយនឹងកម្មវិធី Pixlet អ្នកនរគ្នាPixlet Pro ហ្នឹងហើយសម្រាប់អ្នកដែលចង់បានកុំភ្លេចឆាតមក Telegram ខ្ញុំហ្នឹងហើយខ្ញុំនឹងដាក់ link Telegram នៅក្រោម description អ្នកនរគ្នាអូខេហើយកុំភ្លេចជួយ subscribe channel ខ្ញុំអ្នកមួយផងអ្នកនរគ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំមក free Pixlet Pro សម្រាប់អ្នកដែលមានបញ្ហាជាមួយនឹងកម្មវិធី Pixlet អត់អាច add font ចូលបានណាអ្នកនរគ្នាកម្មវិធី Pixlet Pro នេះយើងអាច add font ខ្មែរ font អង់គ្លេសចូលបានទាំងអស់អញ្ចឹងយើងចូលទៅក្នុងអេក្រង់ទូរស័ព្ទដៃទាំងអស់គ្នាអ្នកនរគ្នាអូខេបន្ទាប់ពីយើងចូលក្នុងទូរស័ព្ទដៃហើយអ្នកនរគ្នាចូលក្នុងកម្មវិធី Pixlet នេះមកនេះអ្នកនរគ្នានេះអ្នកនរគ្នាយើងអាច add font ខ្មែរចូលបាននេះអ្នកនរគ្នា font ខ្មែរ font អង់គ្លេសបានទាំងអស់អ្នកនរគ្នាបើយើងdown ពី Play Store ហ្នឹងឥឡូវយើងដូចជាអាចដាក់ font បានទេអ្នកនរគ្នាហ្នឹងហើយមាន poster ស្អាតទេអ្នកនរគ្នានេះ poster ស្អាតមែនតើនេះមានច្រើន mode មែនតើនេះ poster មានស្រាប់ណាស់អ្នកនរគ្នានេះអូខេអញ្ចឹងចង់បានអ្នកនរគ្នាអាចឆាតមក Telegram ខ្ញុំបានអ្នកនរគ្នាខ្ញុំនឹងដាក់ link Telegram នៅក្រោម description អូខេបាយបាយអ្នកនរគ្នា